បាទសួស្តីបងប្អូនអញ្ចឹងខ្ញុំចង់ប្រៀបធៀបអីឆាំងផ្សេងគ្នាពីរបងប្អូនទី1យើងបើកឧទាហរណ៍ខ្ញុំបើក Bybit របស់ខ្ញុំអីឆាំង Bybit របស់ខ្ញុំណាបាទអញ្ចឹងយើងមើលប្រៀបធៀប Bybit ហើយនឹង Bitget X Bybit គឺមានតែ3ទេបងប្អូនមាន Home Market Trade Earn ហើយនឹង Asset អញ្ចឹងណាតែវាអត់មាន AI Trade ដូច Bitget X របស់យើងទេ Bittrade X របស់យើងវាខុសគេវាអស្ចារ្យត្រង់ថាទី1នៅពេលដែលយើងបើកមាន Home Market Future Spot Asset ដូចគ្នាប៉ុន្តែអ្វីដែលអស្ចារ្យគឺមាន AI មួយទៀតនេះបងប្អូនវាខុសគេគឺដោយសារបងប្អូនខ្លះក៏អត់មានពេលគាត់ trade អត់ឈ្នះទិញ spot ជាប់ hold អត់ខាត load អត់ចំណេញអញ្ចឹងក្រុមហ៊ុនបាទ Bittrade X ហ្នឹងគឺវាមានជំនួយមួយគឺសម្រាប់យើងដាក់លុយចូលអញ្ចឹងណាអញ្ចឹងនៅពេលបងប្អូនចុច AI trade ហើយបងប្អូននេះវាមាន AI boost មួយទៀតអញ្ចឹងណាវាមានឲ្យយើងរើសវាមាន365ថ្ងៃមានអីអញ្ចឹងណានេះដែលខ្ញុំដាក់1000នេះគឺ365ថ្ងៃអញ្ចឹងបងប្អូនមើល pool របស់វាហ្នឹងហើយអានេះដែលយើងដាក់រួចហើយអញ្ចឹងវាលោតតែប៉ុណ្្នឹងបាទអញ្ចឹងវាអស្ចារ្យអញ្ចឹងណាបងប្អូនហើយទី1វាមានកាក់វាដូចគ្នានេះកាក់វាយើងមានឱកាសទិញទុកទៅបើសិនបើយើងចំណេញហើយយើងបញ្ចេញពីប្រាក់ចំណូលហើយយើងចង់ដូរក៏ដូរទៅដូរ USD អញ្ចឹងណាដូរយកដើមយើងវិញទៅបើសិនបើយើងត្រូវការលុយអញ្ចឹងណាបងប្អូនចុចនេះមកវាលីវាមាន91.25% នោះយើងដាក់មួយថ្ងៃអញ្ចឹងណានឹងហើយវាមានថ្ងៃដែលយើងត្រូវរើសអ្នកខ្លះរើស30ថ្ងៃ365ថ្ងៃអ្នកខ្លះរើស180ថ្ងៃអ្នកខ្លះរើស90ថ្ងៃអញ្ចឹងវាមាន function ច្រើនអ្នកខ្លះរើសនេះរើស30ថ្ងៃហ្នឹងហើយមានប៉ុណ្ណឹងឥឡូវនេះdaily បើយើងយក daily ក៏បានដែរយើងចង់យក daily ក៏បានដែរនេះ daily ហ្នឹងវាអស្ចារ្យត្រង់ហ្នឹងបងប្អូន exchange ដូចគេតែវាអស្ចារ្យត្រង់ថាវាមាន AI មួយទៀតអញ្ចឹងបងប្អូនមួយចំនួនទិញ sport ក៏អត់ចំណេញ trade future ក៏អត់ចំណេញព្រោះដាច់ account អញ្ចឹងបងប្អូនគួរតែមកសិក្សានេះវិញបាទបើសិនបើយើងអត់មានជំនាញទេមកយើងមកសិក្សា Bittrade អីទៅណាបាទអរគុណ